ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារទី24ខែកុម្ភៈឆ្នាំ2026លោកស៊ីហាសាក់ភួងកេតកាយរដ្ឋមន្ត្រីការបរទេសថៃបានចោទសួរថាតើកម្ពុជាចង់បានសន្តិភាពឬចង់បានចំនួនដែលធ្វើឲ្យមានការបាត់បង់និងការឈឺចាប់សាររបស់ប្រមុខការទូតថៃនៅលើវេទិការបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិត្រូវអ្នកខ្លំមើលយកមកវែកញែកថាជាការគំរាមកំហែងដោយត្រង់គ្មានលាក់លៀមមកលើកម្ពុជាប៉ុន្តែជាមួយគ្នានេះបើតាមអ្នកវិភាគថៃក៏ឆ្លៀតប្រើវេទិការបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវដើម្បីបង្ហាញប្រាប់ពិភពលោកថាខ្លួនគឺជាជនរងគ្រោះនិងចង់បានសន្តិភាពជាមួយកម្ពុជាលោកមនិតកិនភៀនអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយកត់សម្គាល់ថាការថ្លែងបទអន្តរាគមន៍របស់ប្រមុខការទូតថៃជាការគំរាមកំហែងប្រើកម្លាំងបាយលើដែនអធិបតេយ្យកម្ពុជាខ្ញុំបានស្ដាប់សាររបស់ប្រមុខការទូតថៃដែលថ្លែងនៅឯកិច្ចប្រជុំលើកទី61នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិខ្ញុំយល់ឃើញថាសាររបស់ប្រមុខការទូតថៃនេះគឺមិនមែនជារឿងចៃដន្យទេហើយក៏មិនមែនជាការជ្រុលមាត់ដោយកំហឹងដែរក៏ប៉ុន្តែវាជាការឆ្លោះបញ្ចាំងពីយុទ្ធសាស្ត្រនិងចេតនាពិតប្រាកដរបស់ប្រទេសថៃក្នុងបរិបទចំនួនព្រំដែនរវាងប្រទេសទាំងពីរសារនេះយើងមើលទៅគឺលាតត្រដាងនៅចំណុចយុទ្ធសាស្ត្រ4ទី1គឺជាការអនុវត្តនៅនយោបាយការទូតបែបគៀបសង្កត់ឬក៏ការគំរាមកំហែងប្រើកម្លាំងបាយសំណួរដែលគាត់សួរថាតើកម្ពុជាចង់បានសន្តិភាពឬក៏ចង់បន្តចំនួនអញ្ចឹងនេះគឺជារូបភាពនៃទស្សនៈរបស់ប្រទេសមហាអំណាចតំបន់ដែលថៃខ្លួនឯងចាត់ទុកថាខ្លួនគឺជាមហាអំណាចតំបន់ដែលថាខ្លួនជាអ្នកខ្លាំងចង់ធ្វើអីតាមដែលខ្លួនចង់ដូច្នេះមិនមែនជាការស្វែងរកសន្តិភាពទេក៏ប៉ុន្តែជាការដាក់ប្រសានវត្តឲ្យកម្ពុជាចុកចាញ់និងទទួលយកនៅអំពើឈ្លានពានរបស់ខ្លួនដូច្នេះសារនេះខ្ញុំគិតថាជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើមាត្រាទី2នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលហាមឃាត់ការគំរាមកំហែងឬក៏ការប្រើប្រាស់កម្លាំងប្រឆាំងទៅនឹងបូរណភាពទឹកដីឬក៏ឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយលោកវ៉ាន់ចាន់ឡូតអ្នកជំនាញផ្នែកច្បាប់និងនយោបាយមើលឃើញថាបទអន្តរាគមន៍របស់ប្រមុខការទូតថៃលោកស៊ីហាសាក់ភួងកេតកែវជាការប្រមានមកកម្ពុជាត្បិតថៃមិនចង់ឃើញកម្ពុជាលើកបញ្ហាចំនួនព្រំដែនទៅលើវេទិកាអន្តរជាតិជាពិសេសវេទិកាអង្គការសហប្រជាជាតិទី1ស្ដែងឲ្យឃើញថាថៃកំពុងតែបាក់មុខនៅលើឆាកអន្តរជាតិជាពិសេសនៅក្នុងកិច្ចប្រជុំកំពូលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដោយលោកប្រាក់សុខុនបានរិះគន់នឹងបរិហាគេចំពីអំពើសៀនពេនរបស់ថៃមកលើដែនអធិបតេយ្យនិងបូរណភាពរបស់កម្ពុជាទី2ភាគីថៃដែលជាអ្នកឈ្លានពានគឺតែងតែចង់ឲ្យកម្ពុជារក្សាភាពស្ងប់ស្ងាត់ហើយតែងតែចង់ធ្វើការដោះស្រាយតាមយន្តការទ្វេភាគីដែលការដោះស្រាយយន្តការទ្វេភាគីនេះថៃចង់សម្ដៅថាគឺខ្លួននឹងដាក់កំហិតឬក៏ដាក់សម្ពាធមកលើកម្ពុជាតាមដែលខ្លួនចង់ទៅធ្វើទៅបានឬក៏ខ្លួនចង់ចរចាឬមិនចង់ចរចាគឺអាស្រ័យទៅលើការសម្រេចចិត្តរបស់ភាគីថៃចំណុចទី3នោះនៅក្នុងសារនេះគឺបានបង្កប់នៅការព្រមានមកលើភាគីកម្ពុជាដោយថៃមិនចង់ឃើញបញ្ហាចំនួននេះត្រូវបានលើកឡើងជាសាធារណៈជាពិសេសការលើកឡើងនៅក្នុងវេទិកាផ្លូវការជាមួយបណ្ដាសហគមន៍អន្តរជាតិនោះទេលោកមនិតកិនភៀថាថៃមានចេតនាចង់ទម្លាក់កំហុសមកលើកម្ពុជាចំណុចទី2គឺគេចង់បង្កើតស្ថានភាពនៅលើដីជាក់ស្ដែងនិងទម្លាក់កំហុសមកលើកម្ពុជាការដែលពួកយោធាថៃគេដាក់កុងតឺន័រតាមបណ្ដោយព្រំដែនដែលគេចូលជ្រៅមកក្នុងទឹកដីកម្ពុជាគេយកលុះបន្លាពតផ្ទះពតដីប្រជាពលរដ្ឋកម្ពុជាហើយប្រមុខការទូតថៃបែរជាចោទសួរកម្ពុជាថាចង់បានសន្តិភាពដែរឬទេនេះគឺជាល្បិចទម្លាក់កំហុសមកលើជនរងគ្រោះយ៉ាងកំសាកពួកយោធាថៃព្យាយាមបង្កើតស្ថានភាពជាក់ស្ដែងនៅលើដីនៅនឹងកន្លែងរួចគេប្រើប្រាស់វាជាឧបករណ៍តថ្លៃដើម្បីតតចោលនៅយន្តការច្បាប់ជាពិសេសគឺស្មារតីនៃ MOU ឆ្នាំ2000ស្ដីពីការវាស់វែងការបោះបកគោលព្រំដែនគោកដែលជាបន្តក្រហមផ្នែកច្បាប់អញ្ចឹងថៃកំពុងប្រើប្រាស់វោហារសាស្ត្រដើម្បីបដិសេធទឡៃករបស់កម្ពុជានិងបាត់បង់ទង្វើឈ្លានពានរបស់ខ្លួនលោកបណ្ឌិតអេងកុកថៃអ្នកជំនាញផ្នែកប្រវត្តិសាស្ត្រនិងនយោបាយថាសាររបស់ប្រមុខការទូតថៃបានឆ្លុះបញ្ចាំងពីជំហររបស់ថៃនៅក្នុងសង្គ្រាមឈ្លានពានកម្ពុជា
សាររបស់លោកស៊ីហស័កនេះគឺវាឆ្លោះបញ្ចាំងពីជំហររបស់ថៃកន្លងមកដែលតែងតែប្រើភាសាដដែលគឺថាបកគលឬចោតប្រកាន់មកកម្ពុជាថាចំនួននេះគឺបង្កឡើងនៅកម្ពុជាហេតុនេះហើយអ្នកដែលអាចបញ្ចប់ចំនួននេះបានគឺមានតែកម្ពុជាតែប៉ុណ្ណោះនេះជាការព្យាយាមដើម្បីបំភាន់មតិសាធារណៈដើម្បីឲ្យសាធារណជនជាតិនិងអន្តរជាតិយល់ច្រឡំថាកម្ពុជាជាអ្នកបង្កសង្គ្រាមតាមពិតថៃជាអ្នកបង្កសង្គ្រាមដើម្បីចំណេញនយោបាយផ្ទៃក្នុងរបស់ខ្លួនតែប៉ុណ្ណោះលោកសេងម៉ាន់លីសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិថាការកំណត់ជំរើសរវាងសន្តិភាពនិងចំនួនពីសំណាក់ភាគីថៃជាការបង្ខំឲ្យកម្ពុជាដើរតាមខ្សែញាក់របស់ខ្លួនតាមទស្សនៈរបស់ខ្ញុំការថ្លែងស្នើថារបស់រដ្ឋមន្ត្រីការបរទេសថៃនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិគឺជាយុទ្ធសាស្ត្រការទូតបែបគម្រាមកំហែងនិងមានចរិតក្រអឺតក្រទមបំផុតការដែលភាគីថៃលើកឡើងនៅជំរើសរវាងផ្លូវសន្តិភាពនិងផ្លូវនៃចំនួនគឺជាការដាក់អសានវិទ្យាបែបបង្ខំឲ្យកម្ពុជាដើរតាមខ្សែញាក់របស់ខ្លួនដោយថៃចង់ឲ្យពិភពលោកយល់ថាខ្លួនឯងជាអ្នកស្រឡាញ់សន្តិភាពតែតាមពិតទៅគឺជាការទម្លាក់កំហុសមកលើកម្ពុជាថាជាអ្នកបង្កហេតុទៅវិញខ្ញុំយល់ថាការដែលថៃព្យាយាមជំទាស់មិនឲ្យមានអន្តរាគមន៍អន្តរជាតិហើយទទូចឲ្យដោះស្រាយតាមបែបយន្តការទ្វេភាគីគឺជាល្បិចកលក្នុងការប្រើប្រាស់ឧត្តមភាពនៃអំណាចយោធានិងសេដ្ឋកិច្ចដែលមានទំហំជាងកម្ពុជាដើម្បីសង្កត់កម្ពុជាទទួលយកលក្ខខណ្ឌអយុត្តិធម៌នៅតំបន់ព្រំដែនការលើកយកគុណសម្បត្តិដែលថៃធ្លាប់ជួយជនភៀសខ្លួនកម្ពុជានាពេលអតីតកាលមកនិយាយនៅក្នុងវេទិកានេះក៏ជាសម្ដីបែបមើលងាយនិងជាការរំលឹកគុណក្នុងន័យនយោបាយដើម្បីបិទបាំងការឈ្លានពានលើដើរទិបដៃរបស់កម្ពុជាការពីថ្មីនេះក៏ដូចជាការពីអតីតឥឡូវពីនេះទៅទៀតការប្រើប្រាស់ភាសាការទូតដ៏ទន់ភ្លន់នៅចំពោះមុខអង្គការសហប្រជាជាតិប៉ុន្តែបង្កប់ដោយអត្ថន័យគៀបសង្កត់បែបនេះគឺគ្រាន់តែជាការសម្ដែងដើម្បីទាក់ទាញការគ្រប់គ្រងពីសហគមន៍អន្តរជាតិនិងដើម្បីបម្រើឲ្យផលប្រយោជន៍នយោបាយផ្ទៃក្នុងរបស់ថៃតែប៉ុណ្ណោះជារួមសន្តិកថានេះមិនមែនជាចេតនាចង់ដោះស្រាយចំនួនដោយសន្តិវិធីពិតប្រាកដនោះទេប៉ុន្តែគឺជាការប្រើអំណាចតុនដើម្បីបិទបាំងអំណាចត្រឹងនិងជាការប៉ុនប៉ងរំលោភបំពានលើបនភាពទឹកដីរបស់ប្រទេសជិតខាងដែលទង់ខ្សោយជាងខ្លួនតាមរយៈវេទិកាអន្តរជាតិតែប៉ុណ្ណោះបាទលោកមនិតកិនភាថាសាររបស់ប្រមុខការទូតថៃបង្ហាញថាថៃកំពុងទាល់ច្រកនៅលើឆាកអន្តរជាតិចំណុចទី3ខ្ញុំគិតថាសាររបស់ប្រមុខការទូតថៃនេះជាការលាតត្រដាងពីភាពតល់ច្រកនិងការចាញ់ប្រៀបលើសមរភូមិច្បាប់អន្តរជាតិពីព្រោះនៅក្នុងនៃក្បួនការទូតនៅពេលដែលតំណាងរដ្ឋមួយបាត់បង់ភាពម្ចាស់ការហើយងាកមកប្រើប្រាស់សម្ដីច្រឡំខាមបែបនេះហើយគម្រាមកំហែងនៅកណ្ដាលវេទិកាអង្គការសហជាតិបែបនេះគឺបញ្ជាក់យ៉ាងច្បាស់ថាភាគីថៃកំពុងចាញ់ប្រៀបខាងច្បាប់អន្តរជាតិហើយអត់មានតលហីកផ្នែកច្បាប់ឬក៏តលហីកប្រវត្តិសាស្ត្រណាមួយដើម្បីតតាំងជាមួយនឹងបទអន្តរាគមន៍ប្រកបដោយភស្តុតាងនិងវិជ្ជាជីវៈការទូតខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប៉ាក់សុខុនយើងពិនិត្យមើលកម្ពុជាយើងមានឯកសារមានភស្តុតាងមានច្បាប់អន្តរជាតិជាបង្អែករីឯភាគីថៃគឺគេមានត្រឹមកម្លាំងយោធាការភូតកុហកដែលត្រូវបានបកស្បែកជាអន្តរជាតិនៅក្នុងវេទិការបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោកវ៉ាន់ចាន់ឡូតថាវេទិកាអង្គការសហប្រជាជាតិជាឱកាសដ៏ពិសេសសម្រាប់កម្ពុជាបរិហារទង្វើឈ្លានពានរបស់ថៃប្រកាសណាស់ការប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិវាគឺជាវេទិកាមួយដ៏ធំនិងជាឱកាសដ៏ពិសេសសម្រាប់កម្ពុជាដែលជាប្រទេសរងគ្រោះពីអំពើឈ្លានពានហើយដែលចាំបាច់ត្រូវតែបកអាក្រាតនិងបរិហារគេចំពោះប្រទេសថៃដែលបានឈ្លានពានហើយក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះគឺទំនងកម្ពុជានឹងទទួលបាននៅការចាប់អារម្មណ៍ផងហើយក៏ដូចជាអាចនឹងទទួលបាននៅដំណោះស្រាយសមស្របណាមួយពីព្រោះនៅក្នុងសមត្ថកិច្ចមួយនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិគឺអាចនឹងដាក់អវសាននិវត្តន៍ចំពោះភាគីថៃក្នុងករណីដែលពួកគេវេតម្លៃនឹងពិនិត្យឃើញថាថៃពិតជាបានឈ្លានពានកម្ពុជានិងបានបន្តប្រើប្រាស់កម្លាំងយោធាឈរជើងក្នុងដែនអធិបតេយ្យកម្ពុជាដោយខុសច្បាប់លោកបណ្ឌិតអេងកុកថៃថាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃជាផលចំណេញរបស់កម្ពុជាខ្ញុំមានការចាប់អារម្មណ៍មួយទៀតចំពោះសម្ដីរបស់លោកសេហស័កនេះគឺថាជាផលចំណេញមួយដល់កម្ពុជាពីព្រោះនេះគឺជាការលើកឡើងដែលជាការប្រតិកម្មទៅលើ
ទៅលើបទសម្ភាសន៍របស់សម្ដេចធិបតីនៅទីក្រុងញូវយ៉កដែលមានការផ្សាយជាច្រើនតាមបណ្ដាញសារព័ត៌មានជាច្រើនហើយមានការប្រតិកម្មពីខាងភាគីថៃអញ្ចឹងកម្ពុជាជាអ្នកនាំមុខកម្ពុជាជាអ្នកមានឥទ្ធិពលទៅលើសម្លេងសាធារណៈអញ្ចឹងលោកសីហសនេះគឺគ្រាន់តែជាការឆ្លើយតបមួយដែលបន្តសម្លេងតាមកម្ពុជាតែប៉ុណ្ណោះលោកមនិតកិនភៀថាការគំរាមកំហែងរបស់ថៃជាសង្គ្រាមចិត្តសាស្ត្រលើប្រជាពលរដ្ឋខ្មែរចំណុចចុងក្រោយខ្ញុំមើលទៅថៃមានគោលបំណងសំខាន់មួយទៀតគឺតាមរយៈសារនេះគឺគេចង់បំបែកមតិក្នុងយើងនឹងធ្វើសង្គ្រាមចិត្តសាស្ត្រព្រោះការគម្រាមកំហែងពីការបាត់បង់និងការឈឺចាប់បន្តទៀតមានន័យថាជាសង្គ្រាមចិត្តសាស្ត្រដើម្បីវាយប្រហារទៅលើសន្តិភាពផ្លូវចិត្តទៅលើចិត្តសាស្ត្ររបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាពិសេសគឺបងប្អូនប្រជាពលរដ្ឋខ្មែរដែលជាងកន្លះលានអ្នកដែលរងគ្រោះដោយការជំលះដោយការភៀសសឹកនិងផ្ទះសម្បែងរបស់ពួកគាត់នឹងត្រូវបានពួកយោធាថៃបំផ្លិចបំផ្លាញហើយពួកគាត់មិនអាចត្រឡប់ទៅផ្ទះសម្បែងទៅភូមិកំណើតរបស់គាត់វិញហើយជាពិសេសគឺគេសំដៅមកថ្នាក់ដឹកនាំកម្ពុជាផ្ទាល់តែម្ដងពួកគេចង់ឃើញឲ្យមានការប្រែប្រួលជំហររបស់រាជរដ្ឋាភិបាលកម្ពុជានិងញុះញង់ឲ្យមានការភ័យខ្លាចដើម្បីបំបែកបំបាក់ស្មារតីឯកភាពជាតិពីខាងក្នុងអញ្ចឹងជារួមទៅសាររបស់ប្រមុខការទូតថៃនេះគឺជាការសារភាពដោយប្រយោលពីអំពើឈ្លានពានរបស់ថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីនៃប្រជាណាចក្រកម្ពុជារបស់យើងនៅចំពោះមុខពិភពលោកតែម្ដងសម្រាប់កម្ពុជារបស់យើងគឺយើងឈរលើជំហរដាច់ខាតមួយគឺកម្ពុជាស្រឡាញ់សន្តិភាពក៏ប៉ុន្តែជាសន្តិភាពដែលផ្អែកលើច្បាប់អន្តរជាតិនិងការគោរពអធិបតេយ្យដែលមិនមែនជាសន្តិភាពក្រោមការគៀបសង្កត់របស់រដ្ឋឈ្លានពានទេទោះជារងការគំរាមកំហែងយ៉ាងណាកម្ពុជាត្រូវរំខានសកម្មភាពការទូតរបស់ខ្លួនដើម្បីបង្ហាញប្រាប់ពីការពិតជាក់ស្ដែងឲ្យពិភពលោកបានដឹងពីការឈ្លានពានរបស់ថៃលើដែនអធិបតេយ្យកម្ពុជាលោកសេងម៉ាន់លីកម្ពុជាគួរប្រើប្រាស់រាល់វេទិកាអន្តរជាតិដើម្បីបង្ហាញភស្តុតាងជាក់ស្ដែងពីការរំលោភបំពានលើដែនអធិបតេយ្យនិងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋតាមព្រំដែនដែលទង្វើនេះនឹងជួយបកត្រឡប់នៅការព្យាយាមលាបពណ៌របស់ភាគីថៃដែលចង់បង្ហាញខ្លួនថាជាអ្នកស្រឡាញ់សន្តិភាពឲ្យទៅជាការបង្ហាញការពិតពីការដាក់សម្ពាធដោយកម្លាំងយោធាវិញទន្ទឹមនឹងការដែលថៃព្យាយាមបញ្យល់និងបញ្ជាពេលយន្តការទ្វេភាគីនានាកម្ពុជាក៏បីជំរុញឲ្យអ្នកសង្កេតការអភិជាក្រិតអាស៊ានឬ AOT ឬអង្គការសហប្រជាជាតិចុះពិនិត្យមើលស្ថានភាពចាស់ស្ដែងដើម្បីកាត់បន្ថយអំណាចចរចារបស់ភាគីថៃដែលមានកម្លាំងខ្លាំងជាងនិងធានាបាននូវតម្លាភាពការបន្តកម្មជាប់នៅជំហរដោះស្រាយតាមរយៈអនុសារណៈឆ្នាំ2000និងសារក្រមតុលាការអន្តរជាតិរួមជាមួយនឹងការធ្វើកំណត់ទូតផ្លូវការជាបន្តដើម្បីអញ្ជើញភាគីថៃចូលទៅចរចាគឺជាការដាក់សម្ពាធឲ្យពិភពលោកឃើញពីឆន្ទៈសន្តិភាពប្រកបរបស់កម្ពុជាគណៈបង្ហាញឲ្យឃើញថាភាគីម្ខាងទៀតគឺជាអ្នកដែលព្យាយាមកិច្ចបេះការផ្សព្វផ្សាយព័ត៌មានពិតជាភាសាបរទេសទៅកាន់សហគមន៍អន្តរជាតិគឺជាអាវុធដ៏មានប្រសិទ្ធភាពដើម្បីបន្សាបឥទ្ធិពលនៃការទូតសម្លេងរបស់ថៃនិងជួយកម្ពុជាទទួលបានការគ្រប់គ្រងផ្នែកសិលធម៌ក៏ដូចជានយោបាយពីមតិអន្តរជាតិយ៉ាងទូលំទូលាយផងដែរ